ខ្ញុំសុំនិយាយបន្តទៀតភ្ជាប់ជាមួយរឿងម៉ែវាដែលនិយាយមិញតាមពិតទៅខ្ញុំយប់ឡើងខ្ញុំជាកម្លាំងទាហានកាលនោះថ្មគឺទាហានយោធាហៅយោធាមិនហៅទាហានដូចឥឡូវនេះហៅយោធាតែពាក្យនឹងវាតែមួយទាហានយោធានឹងតែគេហៅកាលសម័យនេះគេហៅយោធាហើយយប់ឡើងខ្ញុំមិនដែលបាននៅផ្ទះទេគេតម្រូវឲ្យចុះនៅតាមឃុំតាមភូមិធ្វើបប្រតិបត្តិការដើម្បីពួនស្ទាក់ខ្លាចខ្មែរក្រហមវាចូលភូមិចូលឃុំមកដុតភូមិដុតអីនេះតែនៅតែវាលួចមកដុតបានព្រោះយើងស្ទាក់ណាទេកម្លាំងខ្មែរក្រហមច្រើននឹងងំយើងគាត់ពួនដែរហ្នឹងចុះទៅមែនចុះទៅពង្រឹងតាមឃុំមានសេនាជនមានទាហានក៏អត់ទាន់មានប៉ូលីសទេមាន A3 កម្លាំង A3 នឹងហើយដែលក្រោយមកគេបង្កើតទៅជាប៉ូលីសទៅយើងរកពួនអាត្មាដែរនោះណាមានសម្ដិលកដាលវាលណាបើគ្នាវាច្រើនខ្មែរក្រហមច្រើនហើយសម័យនោះវាមកពីក្រោមហូបពីយប់ថ្ងៃវាអត់ហ៊ានមកទេមកតែយប់ទេយប់ពេញបែកហើយខ្មែរក្រហមនៅព្រៃនៅព្រៃទលេសាបតាមដងទលេសាបនៅព្រៃរហូតខ្ញុំកលែងវាយប់ឡើងវាឆ្លងទៅមកពីភ្នំកលែនមកចុះទៅទលេសាបមកពីទលេសាបមកភ្នំកលែនវាមកប្លន់អ្នកស្រុកមករងករកអីរកមកហូបអីហូបសតស៊ីព្រោះអត់មាននេះណាមានអីមានយប់ឡើងវាចូលមកភូមិដើម្បីរកសុំកសុំអីណាភូមិវាអត់ធ្វើបាបអីទេគ្រាន់តែវាសុំកសុំអីណាតែបើយើងរឹងទៅតឹងជាមួយវាក៏វាធ្វើបាបដែរតែបើក្នុងផ្សារវាចូលមកដុតផ្សារមកក្នុងផ្សារដុតផ្សារកាលនោះចាប់តប៉ុននោះតប៉ុនចាប់យកទៅពីក្រោមនោះចូលយកលុយទៅលួសវានឹងអស់ប្រមាណអត់ដឹងដែរតែរឿងកាលនោះវាដុតរោងដុតអីហ្នឹងវាឡើងមួយដុតចឹងហើយអ្នកមានអ្នកអាចអ្នកមកតាមនោះណាប្រជាជនវាមកតាមយកជូនយកអីវ៉ាន់របស់យើងហៅជ័យភ័ណ្ឌនោះទៅមើលផ្ទះយើងក៏វាយកបានដែរយកភួយយកអីតាំងពីរូបថតរូបអីខោអាវអីយកវាយកដៅក្នុងខោអាវយកទៅបោះចោលនឹងបោះចោលណាចឹងណាវាមកមិនទៅហ៊ានទេពួកផ្ទាប់វាមកហើយវាវាយមកហើយមកដុតតាដុតអីពួកប្រជាជនវាមកជូនអីវ៉ាន់ថ្ងៃនោះមិនដូចឥឡូវទេកាលនេះក្រខោអាវខោអីអត់មានខោអាវមានអីណាមានណាលក់ជុះដូចឥឡូវមានណាខោអាវក្លៀកប្រហែលផងមកfromសាំងចឹងបានថាសម័យនោះវាកំសត់ណាស់ធ្វើទាហានក៏ពិបាកដែររស់បានប៉ុណ្ណឹងគឺវាដូចជាអាយុវែងមានភ័ព្វសំណាងខ្ពស់ហ្នឹងមកសម័យប៉ានោះមួយចំនួនទាំងអស់គ្នាហ្នឹងគឺគេស្លាប់អស់ហើយសូម្បីកាលមកធ្វើប៉ូលីសមកលើក្រោយមកធ្វើប៉ូលីសទៀតក៏មួយចំនួនហ្នឹងក៏ស្លាប់អស់ដែរខ្ញុំមកប៉ាដែលអាយុវែងគេមិននិយាយទេសំណាងដែរមានអាយុវែងពួកប៉ាធ្វើអំពើល្អមិនបានធ្វើបាបគេទេសូម្បីតែពួកទាហានចាប់ទាហានបានជីចាប់ប្រជាជនទៅធ្វើទាហានខ្លះគេវាយគេអីទាត់ធាក់ពួកនោះចាប់ដាក់ខ្នោះដាក់អីប៉ាមិនដែលធ្វើទេប៉ាមិនប្រព្រឹត្តតែអំពើអាក្រក់អត់ធ្វើដល់អញ្ចឹងវាដូចជាមានផលបុណ្យរបស់យើងណាជួយយើងណាពេលយើងទៅណាមកណាក៏មានគេស្រឡាញ់ច្រើនគេអាណិតច្រើនប្រជាជនគេអត់ស្អប់ហើយអ្នកដែលគាត់បែកភ្លាមឆ្នាំ92មិនសម័យអ៊ុនតាក់ចូលមកណា92នោះ93 93អ៊ុនតាក់ចូលមកគេផ្សាយតបគាត់នឹងផ្សាយភ្លាមដូចឈ្មោះតុបសារានោះខាងខូខើនឹងធ្វើបាបពួកតបពួកប្រជាជនចាប់បានហ្នឹងគេលីបកៈលីបថៅដើររណារត់ស្កាត់សម្លាប់តុបសារាហ្នឹងតុបសារារត់រួចគាត់ទាហានមេទាហានស្អប់មកគាត់ធ្វើបាបគេចាប់ទាហានបានយកទៅដាក់ខ្នោះទៅទាត់ធាក់គ្នាធ្វើបាបចាប់ទាហានប្រជាជនទៅធ្វើទាហានណាហើយទាហានណាដែលខុសអីហ្នឹងចាប់យកទៅដាក់ខ្នោះធ្វើបាបទាត់ធាក់
លីសូតែស្រែកមកយំស្រែកវាផឹកទៅស្វងទៅដល់ផឹកវិញមកវិញហ្នឹងតែមកយប់នោះគ្មានណាបានដេកបានដល់ទាត់ធាក់ពួកនោះពួកអដៃនេះចាប់ដាក់ខ្នងយប់ឡើងគេដល់ចាប់ប្រជាជនហើយប៉ាអើយប៉ាគេប្រើទៅចាប់ប្រជាជនចាប់ដែរបានគេទេគេខ្វល់ខឹងអាណិតគេនោះមើលទៅឃើញគ្នាមានអីកូនខ្ទមធ្លុះទៅមកខាងទៅមើលពីងកអត់មានមកក្របទៅតំណោះទៅលើកដៃចាប់មិនបានមកហើយចេះគិចទៅគេប្រុងធ្វើបាបឯងហ្នឹងក៏នឹងជងយកទៅដាក់គុកឯងធ្វើការអត់បានថាសម័យនោះខូខើណាលេខាប៉ាសិនរុនខូខើណាចាស់អស់ហើយនឹងនេះវាឈឺអស់ហើយឥឡូវទរុនទរាអស់ធ្វើបាបណាស់កម្ពុជាសម័យនោះគឺខូខើមែនអ្នកធំមានអ្នកខូខើអ្នកអត់ខូខើមានដែរមែនតែខូខើទាំងអស់តែខ្លះគឺចឹងហ្មងបានអំណាចមកអាងតែសម័យនោះគ្មានច្បាប់គ្មានទម្លាប់ទេនឹងណាវាយអាណាធាក់អាណាបាញ់អាណាចោលក៏គ្មានណារកខុសរកត្រូវដែរមិនថាមិនសតសុំចប់ហើយខ្ញុំនិយាយប៉ុណ្ណឹង